ខ្មោចសង្សារចាស់លងដែលរឿងហ្នឹងគឺជាការចែកម្លែករបស់បងសីគាត់គឺជាអ្នកខែកពោតហើយគ្រួសារគាត់ក៏រៀងធូរធារដែរដល់ពេលចប់ទី12ភ្លាមហ្នឹងប៉ាហើយនឹងម៉ាក់គាត់ហ្នឹងក៏ឲ្យគាត់មកបន្តការសិក្សានៅទីក្រុងភ្នំពេញដល់រៀនសាកលវិទ្យាល័យដល់ពេលគាត់រៀនសាកលវិទ្យាល័យបានប្រហែលឆ្នាំហ្នឹងនៅក្នុងកំឡុងឆ្នាំ2018ណាគាត់ក៏តាក់ទងជាមួយនឹងមិត្តស្រីរបស់គាត់ហ្នឹងគាត់ឈ្មោះបងមីពេលដែលគាត់តាក់ទងគ្នាបានប្រហែលខែហ្នឹងបងស្រីក៏បញ្ជាក់ប្រាប់មានថាចាគាត់គឺជាមនុស្សប្រតិសាវ៉ាដែលសារអីគាត់អានថាគាត់ស្អាតហើយដល់ពេលអញ្ចឹងមានស្រីផ្សេងអញ្ចឹងគាត់តែងតែញ៉ាយអញ្ចឹងណាដល់ពេលអញ្ចឹងបងមីដែលជាសង្សាររបស់គាត់ហ្នឹងចាប់បានទៅបងមីសួរនាំគាត់ទៅបងស្រីក៏គាត់សន្យាថាគាត់ឈប់គាត់ចិត្តបងមីទៀតហើយដល់ពេលគាត់តាក់ទងគ្នាមករហូតដល់ឆ្នាំ2021ហ្នឹងស្រាប់តែបងស្រីហ្នឹងគាត់មានស្រីទៀតហើយបងមីចាប់បានតែបងមីអត់មានបានសំបាយបងស្រីទេណាព្រោះអីបងមីគាត់ស្រឡាញ់បងស្រីខ្លាំងតែបងមីហ្នឹងអត់មានបានសំបាយបងស្រីណាបងស្រីគឺសំបាយសង្សារគាត់ដល់ពេលអញ្ចឹងបងមីហ្នឹងក៏ប្លុក Facebook ប្លុកអីចោលទាំងអស់អត់ពាក់ព័ន្ធជាមួយនឹងបងស្រីទៀតទេសំបីតាលេខទូរស័ព្ទក៏ប្លុកចោលដែរហើយគាត់បាច់គ្នាប្រហែលជាមួយឆ្នាំនៅក្នុងឆ្នាំ2022ហ្នឹងណាបងស្រីអត់ដឹងមកទេគាត់របៀបថាគាត់ស្ដាយក្រោយគាត់បោះបង់មនុស្សដែលល្អគាត់នឹកការអោគាត់នឹកបងមីនឹករាល់សកម្មភាពសម្ដីល្អដែលបងមីផ្ដល់ឲ្យគាត់ណាហើយសំខាន់ក្នុងកំឡុងពេលដែលតាក់ទងគ្នាប្រហែលឆ្នាំហ្នឹងបងមីអត់ដែលក្បត់ចិត្តបងស្រីសំបីតែម្ដងពេលអញ្ចឹងធ្វើឲ្យបងស្រីហ្នឹងគាត់មានវិដិសារីដែលគាត់បោះបង់មនុស្សស្រីល្អដូចជាបងមីហើយដល់ពេលម្លងមកប្រហែលថ្ងៃហ្នឹងបងស្រីហ្នឹងគាត់ក៏បានជួបមិត្តភក្តិចាស់ដែលរៀនសកលមួយគ្នាហ្នឹងមិត្តភក្តិគាត់ក៏ប្រាប់ថាសង្សារចាស់របស់បងស្រីហ្នឹងស្លាប់ម្នាក់ហើយបងស្រីហ្នឹងគាត់អត់ខ្វល់ដោយសារអីគាត់មានសង្សារច្រើនអត់ដឹងថាម្នាក់ណាគាត់ក៏និយាយថាជួយរំលែកទុកផងក៏អត់ខ្វល់អញ្ចឹងណាដល់ពេលថ្ងៃហ្នឹងដែរហ្នឹងគាត់ក៏ជិះមកពីធ្វើការស្រាប់គាត់ជិះមកពីធ្វើការហ្នឹងគាត់ឃើញមានមនុស្សស្រីម្នាក់នៅឡើងអង្គុយនៅពាក់កម្មចដាកន្លែងបន្ទប់ជួលគាត់ហ្នឹងណាដល់បងស្រីគាត់ជួលនៅជាន់ទី2ដល់ពេលគាត់ឡើងមកដល់ហ្នឹងគាត់ឃើញម្នាក់ស្រីហ្នឹងអង្គុយអោនមុខចុះចឹងទម្លាក់សក់ពាក់រ៉ូពណ៌ក្រហមអង្គុយអោនមុខចុះចឹងដល់ពេលចឹងបងស្រីហ្នឹងគាត់ថាកម្មចដាហ្នឹងវារៀងទូចពិបាកដើរឡើងគាត់ក៏និយាយថាបងស្រីខ្ញុំសុំផ្លូវទៅមួយចឹងតែម្នាក់ស្រីហ្នឹងអត់និយាយតឯងដល់ពេលអត់និយាយតម្នាក់ស្រីហ្នឹងក៏អត់ខិតដែរពេលបងស្រីគាត់ដើរអង្គាវចឹងដូចម្នាក់ស្រីហ្នឹងអង្គុយកណ្ដាលចឹងគាត់ដើរអង្គាវជំនៀងចឹងណាដល់ពេលគាត់ដើរទៅគាត់ធំក្លិនទាំងអប់ហ្នឹងដូចទាំងអប់បងមីបេះបាត់គាត់ធំក្លិនទាំងអប់ហ្នឹងគាត់មានអារម្មណ៍ថាអូយដូចជាបងមីចឹងណាតែដល់ពេលជប់ចឹងនៅកម្មចដាហ្នឹងវាអត់សូវមានភ្លើងមើលអត់ឃើញមុខទេដល់ពេលចឹងគាត់ក៏ចូលទៅក្នុងបន្ទប់ហើយគាត់ក៏នឹកអាមីណាគាត់ក៏បើកទូរស័ព្ទគាត់ទៅដល់ពេលហើយគាត់ចុចsearch ឈ្មោះបងមីហ្នឹងចាប់តែ search ឃើញហើយគាត់ឆ្ងល់ថាបងមីប្លុកគាត់ចោលយូរហើយមួយរយៈមុនគាត់ search ឃើញមួយថ្ងៃនេះគាត់ search ឃើញដល់ពេលគាត់ search ឃើញគាត់ចូលទៅភាគច្រើនឃើញតែមិត្តភ័ក្តិដាក់ថាចូលរំលែកទុកផងអមីចូលរំលែកទុកផងអមីអញ្ចឹងបងស្រីគាត់ដឹងថាម្នាក់ស្រីដែលស្លាប់សង្សារគាត់ហ្នឹងគឺជាបងមីនឹងឯងហើយដល់ពេលអញ្ចឹងគាត់ក៏មើលឆាតចាស់ហាដែលធ្លាប់ឆាតជាមួយគ្នាហ្នឹងគាត់មើលឆាតចាស់ដល់ពេលមើលអស់ទៅគាត់ក៏ច្រឡំដៃហ្នឹងចុចដាក់មេដៃហ្នឹងទៅ account របស់បងមីហ្នឹងស្រាប់ដល់ពេលដាក់ទៅស្រាប់តែឃើញលោតសាររបៀបអាត្រេ3ដែលគេកំពុងអាសេអសផ្ញើមកវិញហ្នឹងហើយបងស្រីហ្នឹងគាត់ឆ្ងល់គាត់ថា account របស់បងមីមិនមានតែគេយកលេងមែនដល់ពេលមកសបកក្រោយមកក៏អត់មានលោតសារដែរពេលអញ្ចឹងគាត់ក៏អត់ខ្វល់អញ្ចឹងណាគាត់ក៏បិទទូរស័ព្ទដេកទៅដល់ពេលគាត់ដេកខ្ទង់ដល់ម៉ោងប្រហែលជា12យប់ហ្នឹងស្រាប់តែលឺសូរសំឡេងគ្រុកក្រាក់នៅក្រុមខេដេករបស់គាត់ហ្នឹងណាស្រាប់ដល់ពេលដែលគាត់ចុះទៅមើលនៅក្រុមខេហ្នឹងណាគឺគាត់ឃើញខ្មោចបងមីហ្នឹងណាដេកផ្អៀងបែរមកខាងគាត់ណាដោយមុខសុទ្ធតែឈាមហើយហើយភ្នែកឡើងក្រហមល្ងៀងបងស្រីគាត់ស្រែកហើយគាត់ស្លុតមែនតើហ្មងគាត់អត់ហ៊ានគេទេគឺគាត់ហត់ចេញពីបន្ទប់ហ្មងទៅគេកន្លែងផ្សេងទៅរកកន្លែងផ្សេងគេហ្មងដល់ពេលព្រឹកឡើងហ្នឹងគាត់ក៏ទៅវត្តសូត្រទឹកសូត្រអីហើយធ្វើបន់ទៅកសលអញ្ចឹងសុំខមាទោសបងមីដល់ពេលអញ្ចឹងថ្ងៃហ្នឹងគាត់ក៏ដាក់ច្បាប់កន្លែងធ្វើការដែរគាត់ក៏ប្រាប់ថាអារម្មណ៍គាត់ដូចឈួលពេកអញ្ចឹងណាគាត់ក៏ដាក់ច្បាប់កន្លែងធ្វើការហើយគាត់ក៏ទៅស្រុកប៉ុន្តែពេលដែលគាត់ទៅស្រុកហ្នឹងគឺគាត់ជួបខ្មោចបងមីដល់តែ3ដង
bây giờ con phun ở chi nó chi ban mà sự bọ và hai chi vẽ cả đá phơi nó con khơi mặt bằng mấy nó á cho nó sập hiệp được con khơi bị dụng nó khổng khé nó á cho nó chấm hiếng phơi tập về hai chi mà sự bọ thông tin nó á không mặt bằng mấy nó cứ cho nó cả đá phơi mò hai sòng than á bây giờ con khơi lực tị bay nó á cứ khơi sập hiệp không mặt bằng mấy nó á mà ao chắc cái con nó lơ mà to con mơ tam phải chọn mà to nó phơ ai bóng xây còn thấy khăn mình tên còn khơi mùng mấy cho còn thấy hai con có mua ghé thấy khăn còn mua ghé phong mua em phong thôi con slon thật bao tớ thôi ai bóng xây nặng bạn trường tập về bạn trường cho tớ tăng phải quạt bạn trường nắng á có đá khơi bóng mấy tiệt này tầm đó tớ quạt chia ấy nắng á có đá chát tới song xa chát quạt khúc khăn nia để quạt lọp các bạn chặt chăng á xong cái má tôi cái khúc nia của ấy quạt trong oi miền vì vật đệ sở đấy hay có quạt trong oi chụp ca lô mà lại đôi không ai còn mấy mà lố quạt đài nâng cái chỉ đường quay dọc bóng xây chạm chụp nia nó bị tổ cái nào bye này tao